សួស្តីបងប្អូននេះគឺធុងកង្ហារផលិតខ្យល់ម៉ាស៊ីនត្រជាក់ដូចវីដេអូមុនបងប្អូនបានឃើញខ្ញុំដោះអាម៉ូទ័រចាស់ចេញណាមុននឹងដូរម៉ូទ័រថ្មីសូមប្រាប់បងប្អូនដែរកុំភ្លេចលាងផ្លិតខ្យល់នឹងឲ្យស្អាតជួយសម្រាលបន្ទប់ម៉ូទ័រពេលដែលវាធ្វើការណាកុំឲ្យវាឆាប់ខូចឥឡូវនេះខ្ញុំដូរម៉ូទ័រថ្មីម៉ូទ័រថ្មីដែលខ្ញុំយកមកដូរនេះតួវាធំជាងអាម៉ូទ័រចាស់រត់មានណាបងប្អូនដោយសារតែពិបាកកំងភ្លាមរីឯអាជើងចាប់ម៉ូទ័រទៅនឹងធុងហ្នឹងក៏ថ្មីដែរมันអាចយកអាជើងចាប់ម៉ូទ័រចាស់វាអត់ត្រូវគ្នាវាតូចពេកអាម៉ូទ័រនេះវាធំឥឡូវមុននឹងចាប់ភ្ជាប់ជើងចាប់ម៉ូទ័រទៅនឹងធុងគេមានអាតំណប់កស៊ូណាហ្នឹងហើយដាក់ទ្របនឹងរុនហ្នឹងមុននឹងចាប់ជាប់ទៅនឹងធុងខ្ចៅបាញ់ហ្នឹងហើយតម្រង់ឲ្យចំកដាលមុននឹងយើងបាញ់វិសជាប់ណាហ្នឹងហើយដាក់វាចំកដាលកាលណាយើងដាក់ស៊ីមកចំហៀងទៅវាអាចផ្លិតខ្យល់ហ្នឹងវាប៉ះនឹងកេមធុងរួចហើយប្រវល់មើលកុំឲ្យវាបោលផ្លិតខ្យល់ហ្នឹងកុំឲ្យវាបោលហើយមើលថាវាវិលចំកដាលហើយយើងចាំមកប្រើខ្ចៅនៅជាប់នឹងផ្លិតខ្យល់ហ្នឹងភ្ជាប់ជាមួយនឹងស្នូលម៉ូទ័រហ្នឹងហើយមើលវាអត់បោលហើយយើងប្រវល់មើលហើយយើងរឹតខ្ចៅហ្នឹងយកជាប់តែម្ដងទៅខ្ចៅវានៅជាប់នឹងផ្លិតកង្ហារហ្នឹងបន្ទាប់មកខ្ញុំយកអាស្នាប់ខ្សែភ្លើងចាស់កាត់ខ្សែពាក់កដាលមកយកវាមកប្រើដើម្បីតម្រូវជាមួយនឹងខ្សែដោតចេញពីបួតមកត្រូវជាមួយនឹងស្នាប់ចាស់តចូលទៅខ្សែចេញពីម៉ូទ័រណាហ្នឹងហើយអញ្ចឹងស្នាប់ខ្សែវាមានស្រេចគ្រាន់តែកាត់ខ្សែចេញពីម៉ូទ័រទៅតគួរចូលគ្នាឥឡូវនេះខ្ញុំភ្ជាប់គេហៅrun capacitor ណាrun capacitor សូមប្រាប់បងប្អូនដែរថាម៉ូទ័រប្រើម៉ាស៊ីនជាតិនេះរបៀបតខ្សែភ្លើងអីគេហៅ PSC permanent split capacitor ហ្នឹងភាសាបច្ចេកទេសរបស់គេបងប្អូនហើយខ្សែភ្លើងវាច្រើនដែរប៉ុន្តែម៉ូទ័រនេះក៏វាល្បឿន4ល្បឿនបើប្រើសម្រាប់ម៉ាស៊ីនជាម៉ាស៊ីនកម្ដៅនោះវាមានតែ2ល្បឿនទេអាលឿនខ្លាំងហ្នឹងគេប្រើម៉ាស៊ីនត្រជាក់រីឯអាយឺតហ្នឹងគេប្រើម៉ាស៊ីនកម្ដៅអញ្ចឹងខ្សែដែលត្រូវយកទៅភ្ជាប់ចេញពីបួតមកម៉ូទ័រនេះតែ3ខ្សែទេខ្សែ neutral 1ខ្សែក្ដៅ2ឥឡូវនេះយកមកបញ្ចូលវិញយកមកភ្ជាប់ចូលនឹងម៉ាស៊ីនខាងក្នុងដាក់ចូលពីបាក់បន្តិចបងប្អូនព្រោះវាពិបាកចូលរុនប្រឡោះវាតូចប៉ិនធុងហ្នឹងអញ្ចឹងកាលណាចូលហើយបាញ់ខ្ចៅ2ភ្ជាប់ធ្វើម៉េចកុំឲ្យភ្លេចបាញ់ខ្ចៅខ្លាចលោវាដើរទៅវាល្អិលធ្លាក់មកមុខណានឹងសដកចេញតបមកខ្ញុំតភ្ជាប់ខ្សែណាត្រូវប្រើខ្សែណាមិនត្រូវប្រើកាត់ចោលគួចទុកឥឡូវនេះខ្ញុំភ្ជាប់ control board ទៅនឹងកន្លែងដើមវិញមុននឹងភ្ជាប់ខ្សែចេញពី board ហ្នឹងទៅចូលស្នាប់ដោតនៅលើធុងកង្ហារខ្យល់ដោយបងប្អូនបានឃើញវីដេអូខាងដើមអញ្ចឹងហើយសូមប្រាប់បងប្អូនថានៅក្នុងម៉ាស៊ីនខាងមុខនេះគឺភាគច្រើនគ្រឿងបង្គុំសម្រាប់តែម៉ាស៊ីនកម្ដៅច្រើនជាងម៉ាស៊ីនត្រជាក់ឥឡូវនេះខ្ញុំដោតខ្សែ3ខ្សែដែលខ្ញុំប្រាប់ខាងដើមគឺចូលទៅស្នាប់ដោតទៅលើជើងម៉ូទ័រនេះបាទរួចហើយខ្ញុំនឹងបញ្ជាភ្ជាប់ភ្លើងណានឹងឲ្យភ្ជាប់ភ្លើងហើយឃើញភ្លើងនៅ thermostat នេះឥឡូវនេះ thermostat បើនិយាយទៅសីតុណ្ហភាពនៅក្នុងបន្ទប់នេះគេសិតពីមុនមក71ដឺក្រេនៅក្នុងបន្ទប់គឺ78ដឺក្រេណាសីតុណ្ហភាពឥឡូវនេះខ្ញុំនឹងទម្លាក់ដាក់ឲ្យទាបជាង71ហ្នឹងបាទព្រោះអីបើយើងដាក់77ក៏វាដើរដែរពេលណាយើងប្រឡែងដៃឥឡូវនេះខ្ញុំមកដាក់លោដមើល68 67ចុះកាលណាយើងប្រឡែងដៃអញ្ចឹងទៅមកស្ទុះវាលឺคลิกហ៎នៅលឺសំឡេងคลิกអានឹងបានន័យថាវាពជាកង្ហារខ្យល់វាដើរស្ងាត់ល្អណាពីមុនអត់ទេតែ
បជាទៅគឺសំឡេងលន់គឺវាយកឮខ្លាំងណាឥឡូវតវីដេអូថ្មីគឺថាកង្ហាម៉ូទ័រហ្នឹងវាដើរអត់ឮសំឡេងទេដើរធម្មតាអរគុណបងប្អូនបានតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់សង្ឃឹមថាជួបខ្ញុំមកវីដេអូបន្តទៀតអរគុណជម្រាបលាបងប្អូន